បន្លែត្រឡប់ទឹកស៊ីអ៊ីវមួយមុខនេះហើយមើលទៅសាមញ្ញទេប៉ុន្តែបើថាចូលញ៉ាំក្នុងហាងវិញរៀងថ្លៃគួរសមដែរប៉ុន្តែសម្រាប់រសជាតិហ្នឹងក៏ឆ្ងាញ់របស់គេដែរអញ្ចឹងបើសិនជាយើងធ្វើនៅផ្ទះអត់ចំណាយច្រើនទេបងប្អូនសម្រាប់ដើមខាត់ណានេះដំបូងគេគឺយើងយកវាមកស្រោះការស្រោះនេះគឺអត់យកទេបងប្អូនស្រោះប្រហែលជាខ្ទង់1នាទីអីហ្នឹងបន្ទាប់ពីយើងស្រោះហើយគឺស្រង់វាដាក់ត្រាំក្នុងទឹកកកអញ្ចឹងមកដើម្បីឲ្យដើមស្ពៃរបស់យើងហ្នឹងវាស្រួយល្អយើងទុកវាចោលម្ដុំសិនទៅយើងមកលាយគ្រឿងឲ្យហើយទឹកស៊ីអ៊ីវគឺខ្ញុំប្រើ1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយស៊ីអ៊ីវខាប់កន្លះស្លាបព្រាបាយប៊ីចេង1ចឹបម្សៅស៊ុប1ចឹបហើយនឹងស្ករ2ស្លាបព្រាកាហ្វេហើយចុងក្រោយគេយើងបន្ថែមទឹកបន្តិចមកហើយកូរច្របល់គ្រឿងទាំងអស់ហ្នឹងឲ្យរលាយសព្វល្អសិនយើងទៅស្រង់ដើមខាត់ណារបស់យើងរៀបចំដាក់លើចានឲ្យស្រេចម្ដុំមកសម្រាប់នេះបងប្អូនចង់រៀបចំមិនក៏បានដែរតាមចំណង់ចំណូលចិត្តបន្ទាប់ពីនឹងមកចាំយើងដាក់ខ្ទះចាក់ប្រេងឆាហើយយើងពងខ្ទឹមសបងប្អូនសម្រាប់ខ្ទឹមសនេះដាក់ឲ្យរាងច្រើនបន្តិចមកបងប្អូននិយាយទៅកាន់តែច្រើនគឺកាន់តែឈ្ងុយហ្មងបងប្អូនមើលតែវាឡើងក្រហមមកល្មមយើងដួសវាចេញឲ្យទុកតែបន្តិចបានហើយដើម្បីយើងដាក់ឆាទឹកជ្រលក់ដែលយើងបានលាយឲ្យស្រាប់ហ្នឹងយើងកូរប្រហែលជាខ្ទង់1នាទី2នាទីហ្នឹងបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំគឺត្រូវរសជាតិអស់ឲ្យបងប្អូនអញ្ចឹងហើយចុងក្រោយគេខ្ញុំក្រាន់តែបន្ថែមម្ទេសបន្តិចមកគឺរួចរាល់ហើយហើយសម្រាប់ម្ទេសហ្នឹងបងប្អូនដាក់ក៏បានអត់ក៏បានដែរនិយាយទៅតាមចំណង់ចំណូលចិត្តហើយនៅលើដើមខាត់ណាហ្នឹងយើងរោយខ្ទឹមពងពីលើហ្នឹងឲ្យសព្វសិនមកចាំយើងចាក់ទឹកគ្រឿងដែលយើងបានកូរឆ្អិនហ្នឹងចាក់ពីលើឲ្យសព្វមកហើយសម្រាប់រសជាតិទៅនេះឲ្យបងប្អូននិយាយទៅគឺឆ្ងាញ់អត់ចាញ់នៅក្នុងហាងទេបងប្អូនអាចសាកបានណា